ធ្វើតាមវិធីនេះបងប្អូនគ្រូសមុទ្ររបស់យើងចំហុយទៅឡើងមានជាតិល្អហ្មងណាប៉ះជាមួយណាកាសធាតុមេឃកំពុងតែលឹមតិចចេះផងហើយឆ្ងាញ់មែនតើចំហុយធម្មតាប៉ុន្តែរសជាតិចេញមកអត់ធម្មតាទេតាំងពីព្រឹករហូតដល់រសៀលតែបាត់បាយទេបងប្អូនអើយហើយក៏មិនដឹងថាធ្វើម្ហូបអីញ៉ាំឲ្យឆ្ងាញ់មាត់ចឹងណារវល់ផងហេវខ្លាំងផងចំហុយគ្រឿងសមុទ្រហ្មងទៅលឿនបែបងាយហើយឆ្ងាញ់យកតែមែនតើកំងក្តាមហើយនៅបកាមកពីប៉ោយប៉ែតបានស្រស់ល្អណាចាំកៅដាក់ដាំទឹកចំហុយប្រហែលជាតែ5-10នាទីហ្នឹងបានហូបល្មមសមុទ្រចេះយូរបានរបស់ស្រស់ហូបម្ដងបងប្អូនកាត់លឹកចេកត្រប់ឡើងសឹងចឹងមកហើយយើងក៏រាយគល់ក្រៃត្រប់បាតយើងទៅរៀបក្តាមអញ្ចឹងហើយបងប្អូននៅអាចប្រឡាក់ក្តាមជាមួយនឹងម្សៅស៊ុបមាន់ឲ្យហើយក៏បានឬមួយក៏រោយចេះក៏បានដែរយើងបើហត់ប្រឡាក់ដៃច្រើនណាយើងដាក់ម្សៅស៊ុបមាន់លាយជាមួយនឹងម្សៅស៊ុបមាន់ចិនឲ្យវារឹតតែជាតិឆ្ងាញ់តែម្ដងម៉ាក់គាត់ចង់ប្រសាមីសួរអញ្ចឹងគាត់ថាបរិយមីសួរដាក់ទៅរៀបឲ្យគាត់ផងចំហុយឆ្អិនមីសួរគាត់ឆ្អិនដែរទៅរៀបបកាហើយមីសួរអញ្ចឹងទៅរាយគ្រឿងរាយអីចឹងណាបងប្អូនទៅពេលដែលវាចំហុយឆ្អិនទៅចេញជាតិមកចូលគ្នាឆ្ងាញ់ល្អហ្មងបើក្រោបមកបងប្អូនអើយនិយាយថាក្លិននឹងឈ្ងុយក្តៅហុយប៉ះមិនអលឹមអញ្ចឹងណាគោពោះក្រួយហេវចង់ស្រក់ទឹកមាត់បកាហើយក្តាមដាក់ចំហុយអញ្ចឹងទៅវាឆ្អិនស្មើគ្នាមើលមីសួររបស់យើងវិញវាចូលជាតិជាមួយនឹងគ្រឿងនិយាយថាអាខួរបកាដែលវាធ្លាក់មកបងប្អូនចូលគ្នាល្អខ្លាំងមែនតើសម្រាប់រសជាតិអត់សូវដិតទេមនុស្សចាស់មកល្មមភាសាគាត់ថាមនុស្សចាស់គឺសមុទ្រកំសើគាត់ភាសាច្រើនពេកមិនសូវជាល្អហ្មងទេវាឡើងជាតិអាស៊ីតឡើងជាតិស្ករអញ្ចឹងណាចំហុយគ្រឿងសមុទ្រនេះឲ្យម៉ាក់គាត់ភាសាតែបន្តិចទេទៅពេលហាសូវស្រួលខ្លួនតែបើថាយើងក្មេងៗមកឆ្ងាញ់មាត់ហើយបងប្អូនតន់ខ្លួននៅក្មេងចង់ញ៉ាំអីញ៉ាំឲ្យហើយទៅចាស់ទៅបាក់តិចរឿងម្ហូបអាហារតែមានគ្រឿងសមុទ្រស្រស់ហើយរឿងទឹកជ្រលក់បងប្អូនកុំបារម្ភទឹកជ្រលក់ខុនបងប្អូនយកទៅជ្រលក់គ្រឿងសមុទ្របាយឆាគោឡើងភ្នំសាច់អាំងបានមួយអែមហ្មងជាពិសេសអំបិលម្រេចរូបមន្តពិសេសរបស់យើងនេះលីងម្រេចលីងគ្រឿងឡើងស្ងួតរងរសជាតិប្រៃផ្អែមមកល្មមដាក់លាយជាមួយខ្ទិះដូងច្បាច់គុយឆ្មាបន្ថែមមករឹតតែខ្ទិះឆ្ងាញ់សម្រាប់គ្រឿងខុនបងប្អូនយកទៅធ្វើម្ហូបបានឡើងងាយស្រួលមែនតើជាពិសេសឥឡូវនេះយើងមានបន្ថែមកាពិផាវជាមួយនឹងម្ទេសឆាបកាយកទៅដល់ច្បល់បាយថែមតាន់លក់ញ៉ាំបានស្រាប់ហ្មងសម្រាប់គ្រឿងខុនបងប្អូនអាចធ្វើការកំងបានដឹកជញ្ជូន25ខេត្តក្រុងទៅផ្ទះនៅដល់ណាក៏ដឹកឲ្យបានដែររយៈមុននឹងសេវាកម្មឡានដឹកយឺតបងប្អូនអើយពិតជាអធិស្ឋានមែនតើឥឡូវខ្ញុំដូរក្រុមហ៊ុននេះបងប្អូនកំងភ្លាមយ៉ាងល្អដូចបងប្អូនធ្វើញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងអរគុណចាស់បងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា